អ្នកនរគ្នាធ្លាប់ឮថាមេធ្មប់នៅក្នុងរឿងមែនទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅដឹងពីប្រវត្តិសាស្ត្រមេធ្មប់ដែលត្រូវបានកាត់ទោសនៅក្នុងឆ្នាំ1692នៅទីក្រុងតូចមួយនៅក្នុងសហរដ្ឋអាមេរិកក្មេងស្រីមួយក្រុមនឹងបានចាប់ផ្ដើមមានអាការៈចម្លែកខ្លះស្រែកខ្លះរាំដូចជាមនុស្សបាត់ស្មារតីដូច្នោះដែរហើយពាក្យមួយបានលេចឡើងដែលធ្វើឲ្យមនុស្សទាំងមូលនឹងភ័យខ្លាចនោះគឺពួកគេត្រូវអារក្សចូលហើយពួកគេនឹងគឺជាមេធ្មប់សាឡឹមគឺជាទីក្រុងតូចមួយនៅឯរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិកនៅសម័យនោះមនុស្សជឿខ្លាំងទៅលើសាសនាហើយនឹងអារក្សបើមានអ្វីចម្លែកកើតឡើងគេមិនស្វែងរកវិទ្យាសាស្ត្រនោះទេអ្នកនរគ្នាតែគេនឹងសន្និដ្ឋានថាជាអាគមឬក៏ជាមេធ្មប់ហើយអ្វីៗហ្នឹងក៏ចាប់ផ្ដើមកើតឡើងនៅពេលដែលក្មេងស្រីពីរនាក់នៅក្នុងផ្ទះគ្រូបង្រៀនម្នាក់មានអាការៈចម្លែកស្រែកដោយអត់មានមូលហេតុរត់គេចនិងធ្វើចលនាដូចជាមនុស្សដែលត្រូវបានអ្វីមួយគ្រប់គ្រងហើយពួកគេនិយាយថាឃើញវិញ្ញាណហើយគ្រូពេទ្យសម័យនោះមិនអាចបញ្យល់បានទេដូច្នេះគេនិយាយថាវាគឺជាអាគមទៅវិញហើយភ្លាមនោះមានការភ័យខ្លាចបានរាលដាលពេញទីក្រុងតែម្ដងអ្នកនរគ្នាមនុស្សចាប់ផ្ដើមចោទគ្នាថាជាមេធ្មប់មានអ្នកជិតខាងស្ត្រីចាស់ហើយសូម្បីតែអ្នកដែលមានចំនួនតូចតាចក៏ដោយគ្រាន់តែពាក្យចោទប្រកាន់មួយអាចធ្វើឲ្យមនុស្សត្រូវចាប់ខ្លួនបានតុលាការបានបង្កើតឡើងដើម្បីសួរចម្លើយមេធ្មប់ប៉ុន្តែបញ្ហានោះគឺគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់នោះទេមនុស្សជាង200នាក់ត្រូវបានចោទហើយ20នាក់ត្រូវបានប្រហារជីវិតចោលតែម្ដងមនុស្សខ្លះក៏មានស្លាប់នៅក្នុងគុកផងដែរហើយវាជាពេលវេលាដែលមានការភ័យខ្លាចដោយសង្គមទាំងមូលត្រូវបានគ្រប់គ្រងបន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមកមនុស្សក៏ចាប់ផ្ដើមនិយាយថាវាមិនមានមេធ្មប់ពិតនោះទេការចោទប្រកាន់កើតពីការភ័យខ្លាចនិងការយល់ខុសទៅវិញទេក្មេងស្រីខ្លះអាចមានអាការៈពីជំងឺឬមានសម្ពាធផ្លូវចិត្តអញ្ចឹងណាហើយសាឡឹម Witchell នឹងត្រូវបានគេចាត់ទុកថាជាកំហុសដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្ររឿងនេះនឹងបានបង្ហាញយើងថានៅពេលដែលមនុស្សភ័យខ្លាចខ្លាំងពេកការសម្រេចចិត្តអាចខ្លាយទៅជាអំពើដ៏អយុត្តិធម៌បានហើយចំពោះការពិតមិនគួរផ្អែកទៅលើការភ័យខ្លាចតែមួយមុខនោះទេហើយចំពោះអ្នកនរគ្នាវិញជឿថាមានមេធ្មប់ដែរទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក